បងនេះគឺជាដូងដែលមិនតន់ប្រែកាយហើយឥឡូវតោះតែមើលសកម្មភាពប្រែកាយមុននឹងបានស្អាតបែបហ្នឹងតើត្រូវចាប់ផ្ដើមដំបូងធ្វើយ៉ាងម៉េចដែរតោះតែមើលទាំងអស់គ្នាបងតោះសួស្តីបងសុំមិញកាប់ខាត់ដូងរលីងម្សាហើយប៉ុន្តែម៉ូយយកអស់អញ្ចឹងយ៉ាងណាចាប់ដើមធ្វើម្ដងទៀតពួតកាប់ថ្មីធ្វើថ្មីឲ្យតែម៉ូយកំណត់ធ្វើថ្មីជូនទៅកម្មភាពដូចថាតែរំបានមួយផ្លែរំបានដូងស្អាតដូចដើមវីដេអូហ្នឹងបងមិនមែនស្រួលហ្មងទេពិបាកដែរហ្នឹងណាក៏ថាដូងស្រស់ហើយនឹងដូងរលីងវាខុសគ្នាត្រង់តែចេះបើដូងរលីងយើងអាចរើសមើលឃើញថាត្រឡោកវាប៉ុណ្ណាទឹកវាប៉ុណ្ណឹងហើយបងចំណែកដូងស្រស់ខ្ញុំមិនអាចមើលដឹងថាត្រឡោកវាខាងក្នុងហ្នឹងវាទឹកត្រឡោកធំឬក៏ត្រឡោកទូចឯដូងខ្លះវានៅក្នុងសបកស្ដើងត្រឡោកធំបើចំណែកឯដូងខ្លះចឹងទៅវាសបកវាក្រាស់ទៅកាប់មកទឹកមិនតិចផ្លែដូចថាត្រឡោកវាទូចតែបើសិនជាយើងកាប់បលេងចឹងហើយវាមើលឃើញជាក់ស្ដែងដូចមួយផ្លែនេះចឹងបងធំឡើង7ខាំហើយធ្ងន់ក៏ដុកជួនកាលយើងមើលសបកខាងក្រៅអត់ដឹងថាត្រឡោកវាធំទេតើកាប់ចឹងទៅបានដឹងហើយបានយើងចាប់ផ្ដើមរើទៅដូចថាផ្លែណាថ្លឹងទៅវាមាន5ខាំ6ខាំ7ខាំតាមជាក់ស្ដែងចឹងបងខ្ញុំឲ្យអូនសេងកាន់ចង់ក្បាលអូនសេង7ខាំធំគាត់ថាវាអត់ងាយបានធំចឹងទាំងអស់ទេបងតើរើចម្លាញ់ដែរហ្នឹងប៉ះបានធំអាគាត់បានទួយតាមជាក់ស្ដែងចឹងចាំបងចាប់អារម្មណ៍ឲ្យកំបានគឺធ្វើថ្មីរាល់ថ្ងៃដូងក្អូបខ្មែរប៉ិតបងណាបន្ទាប់ពីខាត់លេងហើយឃើញរូបសម្រស់គេស្អាតទេដូងប្រែកាយប៉ុណ្ណឹងមកជូតបាត់ហើយមានតម្លៃថ្លៃជាងដូងដែលមានសបកបងនេះគឺជាដូងប្រែកាយហើយយកមកដាក់តាំងមកមុនដូងរលេងថ្មីស្រស់ថ្មីបងប្អូនដូងក្អូបផ្អែមឈ្ងុយឆ្ងាញ់តែមកប្រែហ្នឹងគឺម៉ូយយកអស់ហើយតែគាត់ធ្វើលេងហើយអញ្ចឹងគឺគាត់ប្រកបទៅស្រួលដាក់ទូទឹកកកបងទៅដាក់ទូទឹកកកញ៉ាំមួយថ្ងៃល្អអរគុណ